អតីតពលករនៅកូរ៉េច្រៀងបទរ៉េបហ៊ុនសែនអើយចុកចិត្តទៅអាហ្នឹងដើមកំណត់របស់គាត់ត្រែងបែងបើយោងតាមតាំងសារដាអានេះបើយើងពីតាំងសារដាគាត់ហៅថាជាអុកញ៉ាស៊ីឈ្នួលលៀងលុយខ្មៅឲ្យគេណែផាន់សឹកផាន់នៅក្នុងប្រធានបទនេះដែរគាត់បានសរសេរខមមិនបាយបងប្រុសខ្លះចេញពេញពីមាត់ស្រីទីគុណទៀតបានអានណាអ្នកជារដ្ឋដែលណាក៏ឃើញបាយបានអានគាត់ថាសនតារាឯងនេះណាគោលងីលងើលំបាច់ទៅចង់ឯកថ្លើមធំណាស់ចង់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណៈបកប្រជាជនផងមកធ្វើដាក់ពាក្យសុំធ្វើជាកម្មករសំណង់ណាសិនណាបងសុំចុះបងសុំការក៏ខ្ញុំពិចារណាសិនដែរកុំថាឡើយបេក្ខភាពនាយករដ្ឋមន្ត្រីស្គត់សូម្បីតែដាក់ពាក្យសុំធ្វើជាកម្មករសំណង់របស់គាត់ក៏គាត់ពិចារណាសិនដែរខ្ញុំមើលចំណុចនេះវាមានចំណុចល្អចំណុចអវិជ្ជមានមានន័យថាវិទ្យាសាស្ត្រចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានចំណុចវិជ្ជមានមុនចុះគាត់បានយករូបខ្ញុំរូបរបស់គាត់នៅគាត់រូបអក្រក់ល្អមែនមែនរូបខ្ញុំស្អាតរបស់គាត់គេរូបកំពុងនិយាយរូបប៉ិតតែរូបដែលលេងតាមត្រាគាត់យកទៅនឹងអានេះរូបគាត់ zoom ចេញមកមានខ្មៅមាននៅសមុទ្រចាស់គាត់ខ្ចោលវាបក់មកណាទៅទុកខ្ជិលកាន់ដៃធម្មជាតិតែវាបើណាសូហ្វីឡុកវាបាញ់ពេញមកវែងតាផងចាំងពលឺថ្ងៃផងទៅវាសុកឆ្ងាញ់ណាស់ពេលនេះតែណាវាចិត្តដល់នេះគាត់ក៏យករូបនេះមកដាក់តែរូបគាត់មើលចេះរូបសនរាប៉ុន្តែគឺស្អាតហើយវិញគឺស្អាតបងកូនចៅលេងបាត់ត្រាមានលួចស្រឡាញ់សនរាក្នុងចិត្តនេះអើយខ្ញុំផ្ដាំទៅចេះវាថាមានកូនចៅច្រើនណាស់ទីលួចស្រឡាញ់លោកគ្រូហុកជាងានប៉ុន្តែខ្ញុំគាត់ផ្ដាំទេខ្ញុំគ្មានសិទ្ធិណាហាមកូនចៅលេងបាត់ត្រាមិនឲ្យលងស្នេហ៍នឹងសម្រាប់សនរាខ្ញុំគ្មានសិទ្ធិបើខ្ញុំហាមក៏ខ្ញុំឆ្នាំបើគេស្រឡាញ់យើងហាមវាបានទេអាចទេនេះទូមកគាត់ចំណុចល្អមួយគឺគាត់ថតរូប selfie អានិសាលូណាមានរូបកម្មករនៅពីក្រោយគាត់ចំណុចល្អដូចអីឬបង្កើតការងារឲ្យមនុស្សយើងទោះយ៉ាងណាក៏ដោយទោះជាគាត់ជាអ្នកណាក៏ដោយណាយ៉ាងហោចណាស់ក៏គាត់បានបង្កើតការងារជាមួយបណ្ដាទីមួយដែរធម្មតាប្រទេសមួយដែលគេហៅថារីកចម្រើនគេអត់យករូបអាគារយកផ្លូវមកវាយគេយកទំហំការងាររបស់ប្រជាជននិងប្រាក់ចំណូលអញ្ចឹងយ៉ាងហោចណាស់តាមរយៈក្រុមហ៊ុនលេងបាត់ត្រាតាមមើលថត selfie របស់គាត់ហ្នឹងគាត់ក៏បានចូលរួមចំណែកបង្កើតការងារឲ្យខ្មែរយើងមួយចំនួនធ្វើជាការចូលរួមសង្គមអានេះចំណុចវិជ្ជមានមួយតែប៉ុន្តែគាត់ដាក់រូបខ្ញុំវាអាក្រក់ពេកទៅគាត់ថាតែរូបពិតមានគេលួចស្រឡាញ់ច្រើនណាស់សុខជាសំណាញ់រូបពិតនៅបច្ចុប្បន្នបងប្អូនមនុស្សយើងមានពេលខ្លះអារូបពិតនៅមុខចុចនិយាយទាំងនោះមិនបានគ្នាមកមើលទៅមើលអារូបដែលគេកាត់តមុខឯងដូចនេះមុខឯងដូចយ៉ាក់គ្លៀនបាយណាខ្ញុំមុខដូចយ៉ាក់គ្លៀនបាយមែនតើដូចជាដើរសមុទ្រណាលីស្កាយមួយបូរ៉ាឥឡូវចំណុចវិជ្ជមានសុខណាស់ទី1ពាក្យដែលថាកុំថាឡើយបេក្ខភាពនាយករដ្ឋមន្ត្រីអេនឌ្រូបញ្ញាវិញសំបីតែសុំមកដាក់ពាក្យធ្វើកម្មករសំណង់ណាសក្តិភាពក៏ខ្ញុំពិចារណាដែរមានន័យថាកម្មករសំណង់វាអត់ពេកទេអីខ្ញុំចង់ធ្វើក៏បានដែរពីព្រោះខ្ញុំធ្លាប់តែធ្វើនាយកសាលាខ្ញុំធ្លាប់ធ្វើសាស្ត្រាចារ្យខ្ញុំធ្លាប់ហោះហើរនៅជុំវិញពិភពលោកជួនកាលខ្ញុំចង់សាស្ត្រដែរតែចង់មានន័យថាកម្មករសំណង់ដែលនឹងខលគូនឯងសិទ្ធិទេសកលពីអន់ណាស់ទៅអីបានយកតម្លាក់សូនតារាហ្នឹងទៅជាអន់ដល់ថ្នាក់ហ្នឹងហ៊ុនសែនដេកភ័យចិត្តដេកស្រេចហើយចំណុចទី1ខ្ញុំគាត់សួរនេះណាប៉ុន្តែបើគាត់គ្មានចេតនាចឹងទេប៉ុន្តែគាត់សាររបស់គាត់វាដូចជាមើលងាយកម្មករសំណង់របស់ខ្លួនគាត់ដែរអានេះណាអានេះចំណុចអវិជ្ជមានទីបើយោងតាមតាំងសារដានឹងយោងតាមនេះសកម្មភាពក្នុងតំណែងយោងទីហ្នឹងតាំងសារដាគាត់ថាជាអង្គញាស៊ីឈ្នួលលៀងលុយខ្មាស់កាន់លុយគេអញ្ចឹងអ្វីដែលយើងព្រួយបារម្ភគឺក្រុមហ៊ុននឹងយកឈីមនោះបើយោងតាមតាំងសារដាគឺជាការដើរយកដីជាតិដីព្រៃភ្នំសមុទ្រវាមិនមែនជាការជួលជាតិទេជាការប្រើប្រាស់ឈ្មោះក្រុមហ៊ុនណាដើម្បីទៅបំផ្លាញចាប់ពីណែចំណុចទី3នៅក្នុងថតនោះជាការបង្កប់ន័យមួយដែលយើងមើលទៅដូចខ្ញុំលើកឡើងខាងដើមណាពីពុកពីតាក្រៅតែពីណារឿងលួចជាតិដូចតាំងសារដានិយាយណាក្រៅតែពីដូចជាប្រមាថដូចជាថានិយាយអញ្ចឹងដូចជាតម្លាក់តម្លៃកម្មករសម្បងពេកអ្វីដែលខ្ញុំព្រួយបារម្ភខ្ញុំថាមិនអីទេណារឿងវាមិនកើតឡើងទីពុះសតប៉ុន្តែអ្វីដែលខ្ញុំព្រួយគឺថាខ្លាចតែប្រយ័ត្នអត់បង់លុយឲ្យមេការឬកម្មករសំណងតែថាយើងជាអ្នកត្រឹមត្រូវនឹងមិនបាច់លុយឲ្យគ្នាគ្រប់ខែណាពីព្រោះយើងជាអង្គការវាមានអ្វីទាំងអស់ចេញទៅហើយចំណែកណាក្រុមហ៊ុនម៉ៅការមួយចំនួនដែលគេយកលុយពីយើងកម្មករសំណងមួយចំនួននឹងធ្វើខ្ញុំសំដៅទេស្អប់សូនតាក៏ស្អប់ចុះ
ប៉ុន្តែធ្វើម៉េចជួយបើកប្រាក់ឲ្យបុគ្គលិកនឹងបានទៀងទាត់គ្រប់ពេលវេលាផងគ្នាមិនមែនអុកញ៉ាទេគ្រួសាររបស់គ្នានឹងពឹងផ្អែកទៅលើកម្លាំងណាបងបណ្ដានៃសម្រាប់នឹងហើយជួយគ្រប់ឲ្យតម្លៃគ្នាផងមើលថែរក្សាសុខភាពពួកគាត់ផងព្រោះធម្មតាការងារកម្លាំងអញ្ចឹងគួរតែមានតម្លៃខ្ពស់ជាអ្នកសាងសង់នឹងបងប្អូនយើងទាំងអស់នៅក្នុងប្រទេសកម្ពុជាជុំវិញពិភពលោកអរគុណកម្មករសម្ដងហើយហាក់ពីស្ពានថ្នល់ទាំងអស់គឺកើតចេញអំពីកម្មករសម្ដងទេខ្ញុំសូមអរគុណបងប្អូនអស់ស្រីផ្ទះខ្ញុំនៅនេះក៏ដោយហើយមានតម្លៃខ្ពស់យើងមិនគួរតែទម្លាក់សូនតារាគុណភាពជាមួយកម្មករសម្ដងអ្នកឯងចង់មើលងារខ្ញុំថាអត់ហើយទៅធៀបជាមួយកម្មករសម្ដងអ្នកឯងចង់និយាយថាកម្មករនៅក្រោយអ្នកឯងជាទេសកលជាអ្នកអំដែរប៉ុន្តែខ្ញុំថាវាមិនអីទេមិនតែចេតនារបស់គាត់ទេគាត់តែផ្ដាំផ្ញើថាចេះខ្ញុំជឿថាមិនដែលខកខានទេព្រោះខ្ញុំអត់ដឹងគាត់ខ្ញុំផ្ដាំថាជួយបើកលុយឲ្យគ្នាគ្រប់ផងជាពិសេសក្រុមហ៊ុនម៉ៅការសម្ដងណាដែលគេត្រូវបើកឲ្យកម្មករតម្លាក់លុយឲ្យញោមទៅអានេះជារឿងគ្រប់គ្រាន់ដែលល្អបំផុតសម្រាប់សូនតារាមានស្លាប់ផ្ទះសូនតារាជុំវិញផែនដីអាហារសូនតារាជុំវិញផែនដីខ្ញុំនៅទីណាក៏បានដែរបែងស្រីយ៉ាអត់ចាំបាច់